ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំដូចសន្យាអញ្ចឹងថាខ្ញុំនឹងជួយ comment តិចមើលលឺខ្ញុំនិយាយជួយ comment តិចមើលថ្វាយគុំគុណចាស់ជំរាបសួរបងប្អូនទាំងអស់គ្នាជំរាបសួរអូននិមលដូចខ្ញុំសន្យាអញ្ចឹងថាខ្ញុំនឹងលើកយកសភៅរបស់ដែលមានអាយុ100ឆ្នាំនេះណា100ឆ្នាំរបស់ពុំឆ្នាំ1922ឥឡូវវា2025ហើយវា100ឆ្នាំណា100ប្រហែលឆ្នាំហើយជំរាបសួរអូច្រើននេះអរគុណច្រើនហើយនេះអាទិត្យខ្ញុំនិយាយរឿងកំ pl ែងឲ្យស្ដាប់លេងតិចចុះព្រោះក្នុងនោះមានរឿងកំ pl ែងមួយរឿងឲ្យក្មេងឬក៏ភាសាចាំមិនបានគាត់យករឿងនឹងមកទៅសេមករឿងអស់នេះគឺនិទានដោយ Governor Q ចវាយខៀវប្រហែលជាមន្ត្រីធំមួយពីមកខៀវហ្នឹងមិនដឹងជាជីតាខៀវកញ្ញរិទ្ធឬក៏ជាឪពុករបស់ខៀវប៉ុណ្ណរីខៀវធីរិទ្ធស្គាល់ទេណាខៀវប៉ុណ្ណរីខៀវធីរិទ្ធហ្នឹងនរណាណាថ្វាយគុំគុណចាស់ព្រះអង្គជំរាបសួរបងប្អូនទាំងអស់គ្នាខៀវធីរិទ្ធខៀវប៉ុណ្ណរីហ្នឹងប្រពន្ធរបស់ស្លុតសខ្ញុំមិនថា Governor Q ហ្នឹងជាឪពុកឬជាជីតាអីទេណាប៉ុន្តែខ្ញុំគាត់រំលឹកពីខៀវប៉ុណ្ណរីហ្នឹងបន្តិចចុះប្រហែលជាអាចជាកូនគាត់មែនក៏មិនដឹងព្រោះឮថាឪពុកហ្នឹងជា Magistrate ផងណាជាដេញគេហៅស្អីនោះ Magistrate នៅក្នុងតុលាការគេហៅសភាចាបរោះអីគេទេណាសភាចាសុខសប្បាយកៅវឿនសភាចាបរោះស៊ើបសួររឿងក្តីរឿងក្តាំអីហ្នឹងផ្ទះគាត់នៅផ្លូវដុកទ័រហាញ់ខ្ញុំមិនដឹងថាផ្លូវដុកទ័រហាញ់ហ្នឹងនៅតាណាទេប៉ុន្តែវានៅក្បែរវាំងហ្នឹងហើយហើយខៀវប៉ុណ្ណរីហើយនឹងខៀវធីរិទ្ធហ្នឹងបានទៅរៀននៅស្រុកប្រាំងហ្នឹងអៀងសេរីដែលទៅរៀននៅស្រុកប្រាំងមុនមួយឆ្នាំហ្នឹងក្រោយមកអៀងធីរិទ្ធទៅមួយឆ្នាំក្រោយហ្នឹងអៀងសេរីហ្នឹងប្រាប់គេជាប្រធានរបស់សែកម៉ាក់ស៊ីសណាជាក្រុមមួយដែលគេបង្កើតនៅស្រុកប្រាំងហ្នឹងបុនិសិតហ្នឹងហើយអៀងសេរីហ្នឹងកំឡុងឡើងគេដើរគោះទ្វារប្រាប់និស្សិតទាំងអស់ហ្នឹងជួនមុំជួនអីហ្នឹងណាកុំឡើយទៅរវល់ទៅលេងស្រីប្រាំងលេងអីណាយកពេលមកធ្វើរៀនសូត្របដិវត្តអីចឹងទៅប៉ុន្តែខ្លួនឯងហ្នឹងបានទៅប្រផើមនាងអៀងនាងខៀវធីរិទ្ធដែលទៅមួយឆ្នាំក្រោយមួយឆ្នាំផើមនាងហ្នឹងទៅយកពួកនិស្សិតអស់ហ្នឹងយកឲ្យលុយគ្នាទៅប្រលូតកូននៅស្វីសអាហ្នឹងខ្ញុំនិយាយតាមសភៅទេណាអាហ្នឹងយើងបែកពីនិយាយពីរឿងខៀវហ្នឹងតិចចុះ Governorខៀវហ្នឹងណាហើយប៉ុលពតគាត់គាត់ទៅហ្នឹងគាត់រៀនមិនសូវប្រកែគាត់រៀនខាងវិទ្យុរ៉ាឌីយ៉ូណាខ្ញុំមិនដឹងថារៀនអីបងសួរហើយគាត់រៀនមិនសូវប្រកែគាត់រើសបានអាសភៅមួយគេហៅ Manifesto de Communisme ហ្នឹងគាត់អានទៅគាត់ជក់ចិត្តគាត់ទៅពេលហ្នឹងពួកសែកម៉ាស៊ីហ្នឹងគេរកមនុស្សម្នាក់ឲ្យមកធ្វើ relation ធ្វើទំនាក់ទំនងជាមួយពួកអ៊ីស្រាអែលហ្នឹងហើយវាអត់មានអ្នកណា volunteer អ្នកណាដែលស្ម័គ្រចិត្តមកហ្នឹងព្រោះគេជាប់រៀនជាប់អីហ្នឹងស្លុតសគាត់រៀនមិនសូវប្រកែគាត់នឹកនាងកែវសូម៉ាលីហ្នឹងជាសង្សាររបស់គាត់កាលពីមុនគាត់ទៅស្រុកប្រាំងហ្នឹងណាប៉ុន្តែជាសង្សារដែលបានតែចិត្តទេគេហៅអាម៉ូសាសនាងហ្នឹងខ្ញុំមានរូបថតពេលដែលគាត់មកហ្នឹងគាត់ស្ម័គ្រចិត្តមកដោយសារគាត់នឹកសង្សារគាត់ផងគាត់រៀនសិល្បៈកែផងគាត់ក៏ស្ម័គ្រចិត្តមកធ្វើជាអ្នកតំណាក់តំណងរវាងពួកអ៊ីស្រាអែលហើយនិងពួកសែកម៉ាក់ស៊ីសហ្នឹងហើយដល់ចឹងទៅពេលដែលគាត់មកដល់ស្រុកខ្មែរហ្នឹងនាងកែវសូម៉ាលីហ្នឹងលោកសំសេរីយកទៅធ្វើជានូគាត់នៅស្ថានទូតអង់គ្លេសណាដែលវាយគ្នាស្អីណានៅមុខស្ថានទូតហ្នឹងទៅអង់គ្លេសគេខ្ជិលធ្វើ practice អីគេសេសម្បត្តិមកស្ដេចជានោះឲ្យហៅសំសេរីមកលោកសំសេរីមកស្រុកខ្មែរវិញអីចឹងមកដូច្នេះរឿងហ្នឹងគាត់រត់តែដល់ពេលដែលគាត់មកហ្នឹងនាងកែវសូម៉ាលីហ្នឹងទៅលងដងបាត់ហើយដូច្នេះគាត់ក៏ខកចិត្តគាត់ក៏ការជាមួយនាងខៀវធីរិទ្ធខៀវប៉ុណ្ណរីបងរបស់ខៀវធីរិទ្ធហើយទៅស្រុកប្រាំងមួយនេះណាការហ្នឹងនៅផ្លូវដុកទ័រហាញ់ហើយខៀវប៉ុណ្ណរីហ្នឹងគាត់មានអាយុលើសប៉ុលពតហ្នឹង6ឆ្នាំ
ជារឿងបារាំងវាទៅសេថាជារឿងមិនធម្មតាទេដែលមនុស្សប្រុសក្មេងខ្មែរទៅយកប្រពន្ធអាយុលើសខ្លួនឯងណាអាយុបងខ្លួនណា 6 ឆ្នាំ 6 ឆ្នាំហើយអេបិចអែមសួស្ដី tu lis le bouquin Anatomie d'un cauchemar hein? C'est un bon livre បង 6 ឆ្នាំហើយមុខខ្មោចទៀតvisage vérolé មុខខ្មោចតិចហើយគាត់កាត់ស្បូនចោលតាំងពីកមុំឯងគាត់មានរោគស្បូនណាកាត់ស្បូនចោលអញ្ចឹងហើយបានជាគាត់ជាមួយប៉ុលពតហ្នឹងអត់មានកូនទេអត់មានកូន ក្រោយមកគាត់កើតរោគ schizophrenia កើតរោគ schizophrenia ចេះតែខ្លាចក្រោយខ្នងអីចឹងទៅអញ្ចឹងមកនៅឆ្នាំ1996ហ្នឹងប៉ុលពតគាត់គិតថាគាត់គួរតែមានកូនមួយស្នងតកូលអីចឹងទៅគាត់ក៏យកនាងមាសុននឹងធ្វើជាប្រពន្ធទៅណាមាសុនហ្នឹងជាចុងភៅរបស់គាត់ទេអើយភ្លេចប្រាប់ថាគេការប៉ុនរីជាមួយសឡុតសហ្នឹងនៅផ្ទះនៅផ្លូវដុកទ័រហាញ់ដុកទ័រហាញ់ហ្នឹងនៅក្បែរវាំងខ្ញុំដឹងថាផ្លូវមួយណាទេណាព្រោះគេកែអស់ហើយឥឡូវដល់ឆ្នាំ96ហ្នឹងគាត់គិតថាគាត់គួរតែមានកូនមួយណាដើម្បីឲ្យសងតកូលគាត់ក៏យកនាងមាសុនដែលជាចុងភៅហ្នឹងធ្វើជាប្រពន្ធទៅគាត់អត់មានលេងណាគាត់ schizophrenia គឺប៉ុនរីគាត់កើតជំងឺហើយគាត់គាត់នៅផ្ទះអៀងសេរីនៅក្បែរវត្តស្វាយពពែខ្ញុំទៅឃើញគាត់នៅក្បែរវត្តស្វាយពពែនឹងវីឡាមួយអៀងសេរីគាត់ទិញទុកនៅហ្នឹងគាត់យកទៅទុកនៅហ្នឹងតាហើយប៉ុលពតកាលហ្នឹងគាត់មិនទៅនៅព្រៃអៀងសេរីមិនអង់តេក្រេមកខាងរដ្ឋាភិបាលយើងហើយដូច្នេះគាត់មានលុយទិញផ្ទះទិញអីនៅក្បែរវត្តស្វាយពពែហ្នឹងហើយគាត់យកខៀវប៉ុនរីហ្នឹងមកទុកនៅហ្នឹងគាត់មានលេងនេះណាហើយការហ្នឹងដូចជាមានអ្នកតាស៊ីវិលអត់មកដែរស្អីមកហេប្រហែលជាមានណាជំនាន់ហ្នឹងណាហើយគាត់នៅព្រៃនោះឆ្នាំ96ហ្នឹងគាត់គិតថាគាត់គួរតែមានកូនមួយអញ្ចឹងគាត់ក៏យកនាងមាសុនហ្នឹងធ្វើជាភរិយាទៅបានកូនមួយឈ្មោះនាងសសេដាគាត់ដាក់ឈ្មោះថាអៀងសវុតជាសវុតខ្ញុំជាសវុតបើកូនអៀងសេរីឈ្មោះអៀងវុតស៊ីវុនខ្មែរឆ្លិលខ្ញុំឈ្មោះជាសវុតបើកូនអៀងសេរីឈ្មោះអៀងវុតបានកូនស្រីមួយឈ្មោះនាងសសេដាឬក៏សផច្ចតាប្រែមកថាបើតាមខ្ញុំសួរគេថាជាពេជ្រផាច់អីពេជ្រអីចឹងណាខ្ញុំដឹងទេបើខ្ញុំខំប្រឹងរកអាពាក្យហ្នឹងនៃពាក្យហ្នឹងយ៉ាងម៉េចប៉ុន្តែគាត់ដាក់ឈ្មោះសសេដាហ្នឹងគឺគាត់យកតួនាងសេដារឿងរាមកេរហ្នឹងយកមកដាក់ឲ្យកូនគាត់ហើយមុនគាត់ស្លាប់ហ្នឹងគាត់បានផ្ដាំទេពខុណាល់ហ្នឹងដែលជាវាជាលេខាផ្ទាល់របស់គាត់ហ្នឹងទេពខុណាល់មិនទេពខុណាណាទេពខុណាល់ឲ្យមើលការខុសត្រូវនាងមាសុនហើយនឹងកូនគាត់ផងដល់ទៅមិនត្រឹមតែមើលការខុសត្រូវហ្នឹងវាធ្លាក់ទៅដល់ថ្នាក់ទេពខុណាល់ហ្នឹងគាត់យកនាងមាសុនហ្នឹងធ្វើជាប្រពន្ធទៅហើយសម័យហ្នឹងគាត់រៀបការកូនសពេជ្ជតាជាមួយអ្នកណាធ្លាប់បានទៅរៀននៅម៉ាឡេស៊ីនៅអីណាហ្នឹងហើយit's okay ហើយនៅថ្ងៃទី6មករា79ហើយបើកភ្លើងបន្តិចល្ងិត6មករា79ហ្នឹងមុននឹងខ្មែរក្រហមអេវ៉ាកអេចេញពីរត់ចេញពីភ្នំពេញទៅណាប៉ុលពតបានឲ្យយកមាសយកអីច្រើនហើយឲ្យសុនសេនទៅធ្វើមូលដ្ឋានមួយនៅទូដៃហ្នឹងដូច្នេះមិនមែនគាត់អត់លុយទេណាដែលមួយនៅថាគាត់អត់លុយទេមែនទេលុយហ្នឹងវាធ្លាក់មកលើពីណាខ្ញុំមិនដឹងទេខ្ញុំឈ្មោះអានមីហួតពីដើមខ្ញុំឈ្មោះអានមីហួតប៉ុន្តែដោយសារតែចរាចរណ៍351អីទៅខ្ញុំក៏កែទៅជាឈ្មោះខ្មែរវិញទៅណាព្រោះនេះគេរកចិនអីយកទៅអីគីងតេមើអីទៅណាអាហ្នឹងខ្ញុំគាត់និយាយខ្ញុំគាត់ថាមុននឹងរត់ចេញពីភ្នំពេញទៅហ្នឹងគាត់បានឲ្យលោកសុនសេនហ្នឹងយកមាសយកលុយហ្នឹងទៅទុកនៅមូលដ្ឋានមួយម៉ោង6ហ្នឹងនេះបងរឿងហ្នឹងដល់បែកជាអហូរជាស្ទឹងណាវាទៅជារឿងសុវត្ថិដុកទ័រសុខសប្បាយ
Doktor sekolah ok môi semua Priapis mà đấy Priapis mà Priapis mà nắng Doktor Suwati Priapis nắng bậc mai dưỡng cái hai chọc pin nhá lúc đấy giờ bạn hai semua nhom lại tới hai ta mày út bạn hai semua mai em sao tới Priapis nắngពេលដែលការខ្ញុំនៅរៀនហ្នឹងនាំស្រីរៀនជាមួយគ្នាហ្នឹងទៅមើលកុនជាមួយនាងឡុងម៉ូណារីក្មួយរបស់ឡុងបូតាក៏មិនដឹងដែរប្រហែលក្មួយឡុងបូតាឬប្អូនឡុងបូតាទេហ្នឹងមួយឡុងម៉ូណារីរៀនជាមួយគ្នាហើយទៅមើលកុនទៅយកដៃទៅចេះតែស្ទាបដៃគ្នាអញ្ចឹងទៅប្រដាប់ភេទយើងហ្នឹងវាខឹងយូររាប់ម៉ោងទៅនោមអត់ចាញ់ណាយ៉ាព្រីយ៉ាពីសមកនោមអត់ចាញ់ខ្មែរយើងហៅចុកពីញបែបបងអស់ប្រហែល10នាទីហើយខ្ញុំអត់ដឹងទេក៏តែបានកូនប្រុសឈ្មោះអៀងវុឌណាអៀងវុឌហ្នឹងកូនរបស់អៀងសារីជាមួយQ ធីរិតដល់ពេលដែលគាត់បានអៀងសារីមកគាត់ក៏ដូរឈ្មោះទៅជាអៀងធីរិតទៅតែពិតឈ្មោះគាត់ Q ធីរិតទេ Q ធីរិតហើយនឹង Q ប៉ុនរីហ្នឹងបងប្អូនគ្នាបងប្អូនបកាយទៅរៀនស្រុកប្រាំងជាមួយគ្នាហ្នឹងហើយនៅក្នុងសៀកម៉ាក់ស៊ីសរបស់ដែលមានលោកកេវ៉ាន់សាក់ជាគេហៅអាណាព្យាបាលទីទ័រហ្នឹងគឺលោកកេវ៉ាន់សាក់ហើយនាងពីរនាក់ហ្នឹងម្ដាយក្មេកលោកកេវ៉ាន់សាក់នេះជួយមើលខុសត្រូវអីចឹងណាមិនជួយមើលបានទៅពេលថ្ងៃទេណាពេលលួចស្នេហាគ្នាហ្នឹងគាត់ទៅមើលមិនបានអង្គស្នួលខ្ញុំនៅអង្គស្នួលបាយតិចចុះណាមិនបានយើងចេះតែមានឈ្មោះថាអង្គនឹងច្រើនមែននៅម្ដុំខាងលិចហ្នឹងណាកពតតកៅហ្នឹងអង្គស្នួលអង្គពលឺអង្គក្រៅអង្គចអេអង្គតាសោមអង្គស្អីចឹងទៅច្រើនស្ដអង្គអានឹងវាមានតាក់ទងនឹងរឿងភ្នំបាយ៉ង់កោណាខ្ញុំនិយាយតិចខ្ញុំមិនដឹងថារីកស្អីទេបើនោមអត់ចាញ់លោកពេទ្យហើយចុកពីញវាពេទ្យគេហៅព្រីយ៉ាពីសភ្នំបាយ៉ង់កោនោះស្ដេចបាយ៉ង់កោនោះលោកមានប្រពន្ធមួយឈ្មោះនាងសក់អូបហើយនាងសក់អូបនឹងស្អាតហើយសក់ក៏ក្អូបរហូតដល់សុកសៀមដល់អញ្ចឹងស្ដេចសុកសៀមហ្នឹងក៏ឲ្យគេមកចាប់ដូចស្រួលមែនណាចាប់យកនាងសក់អូបហ្នឹងយកទៅសុកសៀមបាត់ទៅណាហើយនាងសក់អូបជាមួយស្ដេចបាយ៉ង់កោហ្នឹងមានកូនប្រុសមួយឈ្មោះស្អីទេខ្ញុំភ្លេចហើយដល់កូននោះវាធំទៅវាតាមវាសុំឪវាតាមទៅរកម្ដាយវានៅសុកសៀមដល់តែគេទៅដល់សុកសៀមហ្នឹងគេអត់ស្គាល់ម្ដាយអត់ស្គាល់អីហ្នឹងទៅជួបនាងហ្នឹងក៏ស្រឡាញ់គ្នាយកគ្នាទៅប្តីប្រពន្ធហ្នឹងណាបាយ៉ង់កោអង្គតម្រៀបអង្គស្អីទៅច្រើនដែរក៏យកគ្នាធ្វើប្តីប្រពន្ធទៅក៏នាំគ្នារត់មកស្រុកខ្មែរវិញមកយកជួបឪពុកហ្នឹងក៏ថារកម្ដាយមិនឃើញទេមិនដឹងម្ដាយមួយណាទេបានប្រពន្ធមួយមកទេឪពុកថាអេម៉ែអីម៉ែអីណាមានណាហើយដើម្បីលៀងអំពើបាបហ្នឹងបាយ៉ង់កោហ្នឹងឲ្យកូនហ្នឹងជីកស្រះប្រហែល 1000 ទេប្រហែលនេះខ្ញុំភ្លេចហើយជីកស្រះ 1000ហ្នឹងដាក់តម្កល់អង្គជាតិហ្នឹងអង្គជាតិហ្នឹងនៅកណ្ដាលស្រះហ្នឹងទៅណាអញ្ចឹងបានជាយើងមានស្រះមួយឈ្មោះអង្គពលឺភូមិនេះមានឈ្មោះតាពលឺគាត់តែជីកទៅអង្គចក្រាននេះអង្គចអេអង្គស្នួលតាស្នួលគាត់ជីកវាបានជាឈ្មោះថាអង្គហ្នឹងនៅតាមភូមិដែលនៅខាងលិចនឹងតកៅកពតអង្គស្នួលរឿងហ្នឹងវាវែងឆ្ងាយខ្ញុំសង្ខេបប៉ុណ្ណឹងចុះប៉ុន្តែឲ្យដឹងថាហេតុទៅណាកុំឲ្យវាដូចជារឿងគេនិទានឬក៏ស្អីទេខ្ញុំមិនសូវយល់ដែរបងយើងងាកមកសភៅដែលខ្ញុំវាអាយុ100ឆ្នាំជាងនេះនៅក្នុងហ្នឹងវាមានរឿងមួយឈ្មោះឲ្យក្មេងឬក៏ភាសាក្មេងឬក៏ភាសាប្រហែលជាខែជាយើងទាំងអស់គ្នាធ្លាប់ស្ដាប់ធ្លាប់អីតាំងពីក្មេងមកស្ដាប់ឲ្យសើចលេងអីចឹងណាតែការពិតរឿងនេះវាមានន័យលោក G.H. Monod គាត់យកមកទៅសេគឺមានន័យរឿងប្រមាណដែលគាត់លើកយកមកនេះសិតតែមានន័យទាំងអស់បងរឿងនេះខ្ញុំនឹកឃើញទៅដល់ពេលមួយខ្ញុំជិះ
chỉ từ trong phê á trong phê nơi khăn khối cả cậu ấy nhom khơi tia cha bồ ran rọp rơi nơi trong phê ấy tia nó miền thuyền pi thuyền mục muối miền chỉ đá thuyền trong hiếng ở chỉ đá ấy nhom xui dây vậy cha tia nó còn cha rồi hiện viên trên ấy tại gì tia nó này nó này xóm còn thà đây có đèn xong đây có đèn xong rồi mình chết lúc ấy rồi đây có đèn xong còn thà pe đây quạt nâng mò từ đằng quạt nâng mò từ đằng quạt nâng cái quạt thở trôm mà bầm ra phục mà đài quạt nâng rập chân nam hypertrophy de la prostate no na chẳng có ba này phải tại viết cứ priapism đấy là priapism p e i a s m priapism có tha đây con nó thử mau bầm ra phục mà đài con nó pi 7 năm à đó ta phục mà đài con pin chặt hơi bán oi lướt con oi phòng oi cốn hơi vô về kia cho môi cái lọt phun nướng chỉ phải sao mà rằng tới cặp chớ nơi áo rồi còn nơi chỉ lía vì nơi hàng trường nướng á áo chỉ lía hồ nó cay chỉ tới nướng gió mà á thôi tiền năng ngồi bàn thôi tiền năng hói bàn cả nè bị đỡ bảo nó hói còn lo đây on nướng rất là thọ bùa riêng này bị đỡ rất là bùa riêng được ô rồi đó nè thì cho nó bùa riêng ở ca đại bùa riêng nó mình thể hiện là thọ đấy bị đỡ hiện thơ tê hiện thơ bất kỳ hiện thơ qua hiện thơ no hiện thơ tê hiện sập hiện thọ nó hiện ai chẳng bảo bán tha sẽ tê nhà cuộc nhóm mà tê kim heng tại kim heng chị hào quá đó tại kim heng ngày muối lục tay cùi hốc quạt từ sau mua đồng nàng đi đó còn khơi gì hào tê xài tê được nước có trôn từ xuống sọc tục đấy có oi ơi nhưng mà rồi tê kim heng còn tê cùi hốc còn tháp đây còn đứng thở vô về cái tới cặp chơi này chỉ lia này áo à do mó hai thuốc tiền tới của còn lo vì đám về sặc máu cái hai tịnh nó cứ bình định đó che sóp không che sóp mà xòm bò tỏi đấy đó xòm bò chừng bò che sóp che thường qua che thường nó che thường ấy che stung che độ che ấy thường tia thường ấy sóp bài giang tê cô bay ấy thôi này giống bằng cái hai tịnh nè tịnh nó bị thà mình địch nữa mình địch thì che che sóp chắc mà chị bên là riệp cá cái ôi con sấy nắng tới liền chương liền ở đấy nè của cái group kia chia mình địch giờ mà đằng này ôi dương liền ôi con sấy nó liền chương ở đây ấy nó cứ group á hay nó không nào bọt tầng ấy quạt ham mình ôi quạt ham con sấy nó mình ôi đây bài non đã đây đã ra ô trời nó nè ôi group đây nó vì chỉ mình địch mẹ anh tết cô lột off bột mà chả cá đi hơi trong xua qua thà gì cho thuê mà chồng hiên đại ọt thuê nơi chồng hiên đại ọt này ọt bên trên đó nó cái gì mà tự ấy quạt hiện cái hạng dementia hiện viên tinh tới quạt tháp con nâng khởi nhóm có sai chiều thà gì cho thuê mà chồng hiên ọt trên đó nó vì là mấy đó ngày mới trong chuông tập phun gọi dùng cài chiến nè còn phải bọn nó chặt sọc á dùng xua quạt còn phải thà thuê trong hiên đó là ở trên đó đó của ta dưới những thứ cuốn đó từ hào siêu piloti thì của yeah phun mày nói chung là bùa riêng là miền ban đây skate đấy để so là mi nôm đạp này những cái giờ đấy nôm đạp này
siêu piloti cua dân tới cua hệ cua mà đợi cho ban giống men cua để lấy đó của dân thơ nó như cà pia tới chùm nôn cà pia sạch hà hay vì miền vong ti là xong của sống dân cái đỡ á cho về trôi ta mà điệp ta mà dân tới là hồi còn bà mày dân bị đám thơ sát đó nơi lơ phụng nó miền cà pul mai đấy cà pul mai đó cà pul mai suối nó anh nó paratone nè miền sai về cho đó đấy rồi thì méo cà pia tẻ hay chương ở đây nè phụng nó người miền cả tôi mon miền ấy chứ hay mà tam và đôi phụng nó miền niên trai lên nó như khơi nơi sát tí sum rải miền nơi sò là niên trai đó nơi tam ở đây nè prum tàu bò sát tập huống có thà tập huống có thà thuê đã ở chỗ đó nắngគេទុកឲ្យកូនកំឡោះហ្នឹងពេលថ្ងៃរៀបការហ្នឹងគឺត្រូវធ្វើចដើឬស័យមួយឡើងតាមហ្នឹងទៅឡើងទៅលើផ្ទះហ្នឹងមិនឲ្យឯងយកកូនកំមុំគេស្រួលទេណាកូនកំមុំគេក៏មានតម្លៃដែរត្រូវឡើងធ្វើចដើស័យមួយឡើងតាមហ្នឹងទៅឲ្យរោងផ្កាស្លាហ្នឹងធ្វើនៅក្រោមនេះនៅអាលេងជើងចដើខាងក្រោមនេះរោងផ្កាស្លាឲ្យឡើងតាមចដើស័យហ្នឹងឡើងទៅចូលល្វែងជ័យល្វែងច័ន្ទទៀតណាផ្ទះយើងពីដើមគេធ្វើមានខុសគ្នាណាអេតាសល្វែងច័ន្ទទៀបជាងល្វែងជ័យអីហ្នឹងប្រហែលជាមួយទឹកពីរទឹកអីហ្នឹងណាយើងឡើងទៅហ្នឹងមិនមែនទៅឡើងទៅល្វែងជ័យអីគេភ្លាមទេយើងឡើងទៅល្វែងមួយដែលយើងអន់តិចសិនថ្នាក់ទៀបសិនរួចទៅបានយើងឡើងទៅផ្ទុំនៅលើល្វែងច័ន្ទល្វែងអីទៀតណាមែនណាចម្រៀងសិនទីសមុទ្រគាត់ច្រៀងណាភ្លេងការដែរល្វែងជ័យល្វែងច័ន្ទហ្នឹងមិនធម្មតាទេណាដូច្នេះអាទ្វាហ្នឹងគឺសម្រាប់ឲ្យកូនកន្លោះធ្វើចដើអាស័យឡើងទៅល្វែងច័ន្ទសិនល្វែងច័ន្ទឬល្វែងជ័យខ្ញុំតែដឹងទេប៉ុន្តែគេធ្វើគេមានខុសគ្នាអញ្ចឹងណាខុសគ្នាមួយកលៈពីរកលៈមួយកលៈណាដូច្នេះគេបញ្ជាក់ថាកូនកំមុំគេក៏មានតម្លៃដែរណាមិនមែនចេះតែឯងស្រួលទេហើយកូនកន្លោះហ្នឹងក៏មានតម្លៃដែរណាឯងត្រូវតាលៀងជើងឲ្យប្តីឯងត្រូវតែដេកកុំបែរខ្នងដាក់អីចឹងណាមិនដល់ទៅសភៅទាំងអីខ្ញុំភ្លេចបាត់ហើយបងអាហ្នឹងជាទំនៀមទម្លាប់មួយរបស់ខ្មែរយើងពីបុរាណមកមានអ្នកក្លាហានខ្ញុំនិយាយក្នុងប្រមាណភាគហើយទេរហូតដល់គេថាខ្ញុំនឹងយួនទៀតឥឡូវខ្ញុំនិយាយរឿងចិនម្ដងម្សិលមិញថ្ងៃខ្ញុំនិយាយរឿងចិនម្ដងកុំឲ្យគេថាខ្ញុំនិយាយរឿងយួនទេចោទខ្ញុំថាយួនយើងចិនអាផ្លូវសូត្រហើយនឹងអា One Belt One Road Initiative ហ្នឹងស្រុកខ្មែរយើងហ្នឹងថ្ងៃក្រោយស្អីស្អីទេឥឡូវវាជីកយករ៉ែប្រហែល100ម៉ែត្រចុះទៅក្រោមឃើញទេអាហ្នឹង One Belt One Road Initiative ខ្សែក្រវ៉ាត់មួយផ្លូវមួយហ្នឹងណាគ្រោះថ្នាក់ណាស់ស្រុកយើងrồi cho nên à riêng này vì niệm tập loạt muối để ói con còn lót tới bầm rỡ mà đại khmê cục khmê vì 7 năm bạn cái prom ói con tới chuồn cá cái mình pin chặt dương bầm rỡ cái ban mà năm ấy cho tới cái đạch tới cái đinh dương tranh màu với như chân tới ấy chẳng tới việc khát vì lia khát ấy chẳng man miên nè khàn muối ta xé rướng khmê nó con xà là nó phải ní nè rồi khmê nó con xà nóគាត់ដាក់ចំណងជើងថា le beau-père qui choisit en gendre ប្រែមកថាកូនភាសា le beau-père គឺឪក្មេក qui choisit ជ្រើសរើស en gendre គឺកូនភាសាប្រុសរឿងហ្នឹងវាយ៉ាងម៉េចតើរឿងហ្នឹងវាតែទានទម្លាប់ដែលយើងឲ្យកូនកន្លោះមកបំរើឪក្មេកម៉ែក្មេកហ្នឹងយ៉ាងម៉េចរឿងហ្នឹងប្រហែលជាយើងធ្លាប់ដឹងហើយយើងអានទៅយើងសោចលេងអញ្ចឹងទៅថាជារឿងកំ pl ែងអញ្ចឹងណាតែការពិតមិនមែនទេជារឿងមួយដែលតេះទៀនអារបៀបរបបដែលធ្វើបាបកូនកន្លោះហ្នឹងណាបងគេនិយាយពីប្តីប្រពន្ធ2នាក់ហ្នឹងគាត់មានកូនកំមុំមួយគាត់ចេះតែឈីតគាត់ចេះតែណាមកទៅដឹងអីចឹងគាត់ឲ្យមកបំរើគាត់ចឹងទៅបាន1ខែ2ខែទៅគាត់ដេញវាចេញចឹងទៅដូចថាឆ្លៀតឱកាសណា profite oui bonjour anhមកងាប់ទៅណាខ្ញុំងាប់ក្រោយអញ
ហើយវារៀនមួយខ្ញុំនៅសាលាសង្គមរាជនិយមជាមួយទេពនិថាជាមួយចាប់ញ៉ាលីវុដជាមួយសេងតុងជាមួយអីណាចាប់ញ៉ាលីវុដប្អូនរបស់ត្រង់រ៉ាន់រិតប៉ុន្តែឪផ្សេងណាឪផ្សេងកូនរបស់អ្នកមនាងផាត់កញ្ញុលអ្នកមនាងផាត់កញ្ញុលហ្នឹងបានកូន2ហ្នឹងរ៉ាន់រិតហើយនឹងបុប្ផាទេវីហ្នឹងក្រោយមកស្ដេចសៀនុនឹងចេះតែមានស្រីមានអីច្រើនទៅគាត់ក៏ថ្វាយគុំសុំចេញពីវាំងទៅមកយកតាណាមួយនេះតាចាប់ឯតាស្អីទេដឹងហើយបានកូនប្រុសមួយឈ្មោះចាប់ញ៉ាលីវុដទៅដូចជួនកាលបោកប្រើអញ្ចឹងណាដល់ថ្ងៃមួយមានកន្លោះមួយវារូបរាងវាមិនសូវស្អាតទេវាចូលមកទៅដឹងតានឹងថាអញបោកវាប្រើសិនណាបោកវាប្រើថាចឹងស្អែកឯងមកណាឯងមកបណ្ដាអញអាហ្នឹងយប់ឡើងវាទៅពួនស្ដាប់នៅក្រោមផ្ទះហ្នឹងលឺឪពុកខាងស្រីហ្នឹងគេនិយាយមួយម្ដាយណាថាស្អែកអញឲ្យវាទៅព្យួរតតែថ្មស្រែកតែវអាហ្នឹងបានឲ្យវាដាក់ហើយបើវាទ្រាំអត់បានខ្ញុំមិនដឹងអ្នកស្រុកណាទេសភៅនេះមានបោះពុំថ្មីនៅណាចង់បានបោះពុំថ្មីនៅ Amazon ហ្នឹងហើយប៉ុន្តែនេះអីចង់ចាស់មែនតើវាលួចស្ដាប់ទៅដល់ស្អែកឡើងវាទៅព្យួរវាថាអូតាវាត្អូញឬក៏វាជេរវាអីអាហ្នឹងផ្ដាច់កូននោះវាព្យួរទៅក្មេងនៅពួនក្បែរថ្មហ្នឹងហើយដុំថ្មហ្នឹងទាំងថ្មម្ដុំណាក្បែរភ្លឺហ្នឹងអានោះព្យួរទៅដល់ម៉ោង10មិន10ហើយនឹកថាអាថ្មហ្នឹងគ្រាន់ស្រែកដឹងតែក្មេងគេក៏ពោលគេមិនជេរគេមិនអីទេតែគេពោលថាខ្ញុំអើយព្យួរដល់ស្មានណាក៏បានដែរប៉ុន្តែខ្ញុំអាណិតគោនេះវាលែងចង់ដើរទៅមុខហើយឲ្យតែមកដល់កន្លែងដុំថ្មហ្នឹងវាថាដល់ដុំថ្មហ្នឹងវាថាវាអាណិតតគោទេគោវាលែងចង់ដើរទៅមុខហើយបាយយ៉ាងណាក៏ក្រាបនៅហ្នឹងហើយហ្នឹងដូចគោខ្ញុំមកប្រាដែលគេឲ្យសម័យនេះណាចៅកាប់ត្រឡោកចៅកាប់ត្រឡោកហ្នឹងផ្សេងទៀតចៅកាប់ត្រឡោកហ្នឹងល្អដែរតាហើយលយអីឲ្យកាប់ត្រឡោកហើយកូនដែរសុំដេកមួយយប់ទៀតវាដែរដោះត្រឡោកចេញហើយត្រឡោកចេញយកស្អីតសម្បត្តិតាហ្នឹងអស់លីងចៅកាប់ត្រឡោកដល់ទៅវាល្អូចឹងទៅឪក្មេងហ្នឹងនឹកអាណិតគោដែរណាក៏ស្រែកតែវទៅក៏ដោះគោដល់អីមកផ្ទះមកណាដល់ស្អែកឡើងយប់ឡើងវាទៅលប់ស្ដាប់ទៀតឪក្មេងហ្នឹងគេនិយាយជាមួយប្រពន្ធថាអានេះគ្រាន់បើវាទ្រាំព្យួរវាអត់ជេរវាអត់អីណាស្អែកអញឲ្យវាធ្វើឆ្កែទៅរនដើកបើឲ្យរកមិនបានដើកទេអញផ្ដាច់កូនផ្ដាច់កូនដល់នោះវាដឹងវាយកដើកពី3ទៅចងនឹងព្រៃណាចងនឹងព្រៃស្អែកឡើងឲ្យក្មេងគេស្ពាយអានេះស្ពាយបាយពេលទឹកអីស្ពាយបាយពេលអីចឹងទៅគេដើរទៅដើរជើង4តាមក្រោយធ្វើដូចឆ្កែចឹងណាចូលព្រៃទៅចូលព្រៃទៅក៏ទៅឃើញបោលទៅក្នុងក្តុបមួយទៅព្រុសគូអាគេឆ្កែវាកោះដើកគុនដើកវាដើកកាលខ្ញុំនៅប្រែនាមវាបោតែខែប្រាំងវាបោហើយវាបោគឺវានេះទៅក្នុងដីវាបោខ្លួនវាទៅក្នុងដីហើយយើងពិបាករកតើមានស្លឹកឈើស្លឹកអីអាស្នាមដែលវាបោហ្នឹងរៀងកដកចេះតិចតើយើងយកចរបទៅចាក់ទៅប៉ះស្នូកវាឡងឃ្លោកហ្នឹងគឺដើកហ្នឹងវាបោនៅនឹងឯងហើយនៅព្រៃស្ដុកណាព្រៃហ្នឹងឆ្កាមកព្រឹកហ្មងតែបានដើកមួយហ្នឹងដើកគេហៅដើកតកលធំណាហើយវាបោទៅខ្លួនវានៅក្នុងដីហ្នឹងវាទុករុនហើយមួយចេញក្បាលវាមកគ្រាន់ចាប់សัตว์ចាប់អីដកដង្ហើមដកអីណាសัตว์ណាមកចិត្តមកមីមុងអីព្រោះមាត់វាស្អុយអញ្ចឹងវាចេញក្បាលវាតាមរុនទូចមួយរុនហេវវាហ្នឹងចាំចាប់សัตว์អីចឹងហើយវាលឹកក្បាលទៅវិញដូច្នេះអាដើកហ្នឹងវាបោអញ្ចឹងពេលដែលទឹកស្រកទៅរៀបស្រកហ្នឹងដីវានៅទុនហ្នឹងវាបោចូលទៅក្រោមហ្នឹងទៅ
ហើយយើងខែប្រាំងទៅយើងទៅរកវានៅតាមក្នុងព្រៃដុកហ្នឹងវាបូរនៅក្រោមរឹសរាំងបូរនៅក្រោមរឹសអរិញរឹសអរិញភ្នំភ្នៀងរឹសត្រោះរឹសអីហ្នឹងបើកាធាយវាទៅបូរនៅមាត់បឹងណាមាត់បឹងអាហ្នឹងកាធាយបណ្ដាវាបូរនៅក្នុងព្រៃគេហៅព្រៃស្ដុកផ្លាស្អិតផ្លាយតឆ្កាតអីទៅបានទៅយកបានការកូនភាសានេះវាទៅព្រុសបានដើកពី3ដល់ពេលបាយឲ្យក្មេងហ្នឹងរៀបចំកញ្ចប់បាយហើយក៏ទៅដួសទឹកយកមកផឹកដួសទឹកស្ទឹងអីចឹងណាមកវិញអាឆ្កែស៊ីបាយអស់ស៊ីអស់លីងលាកញ្ចប់បាយស៊ីអស់លីងឲ្យក្មេងមកសួរអីមិនក៏ស៊ីបាយអស់លីងឆ្កែមិនដឹងអីវាឆ្កែដល់ឃើញស៊ីឲ្យក្មេងហ្នឹងត្រឡប់មកផ្ទះវិញអស់ហេវមួយថ្ងៃអត់មានបាយមួយថ្ងៃតែយប់ឡើងទៅប្រគោះគ្នាទៀតនិយាយថាអានេះឲ្យវាធ្វើឆ្កែវាស៊ីបាយអស់ស្អែកអញទៅឆ្កែវិញអញស៊ីបាយវាអស់វិញដល់អានោះគេដឹងស្អែកឡើងឲ្យក្មេងដើរជើង4តាមក្រោយគោភាសាហ្នឹងធ្វើឆ្កែណាឆ្កែពីដើមគេហៅឆ្កែពំពីងតែដាតពំពីងដាតវាមានអាខ្មៅហ្នឹងគេហៅដាតពំពីងអាហ្នឹងបកែរស័តរឿងចាស់និយាយណាខ្ញុំមិនដឹងទេតែឆ្កែពំពីងហ្នឹងគឺថាបកែរស័តបកែកោះដើកោះអីសัตว์អីគេហៅដាតពំពីងនេះណាឲ្យក្មេងហ្នឹងគេដើរធ្វើឆ្កែចឹងទៅចោះអត់ដឹងនៅទៅរកដើកនៅណាដល់ពេលបាយមានអីអាកូភាសាលាបាយមកស៊ីតែឯងឲ្យក្មេងថាដល់ទុកអញស៊ីផងអានោះថាឆ្កែកម្រក់ឆ្កែអត់ប្រយោជន៍រនដើកម៉ានស៊ីមួយថ្ងៃហើយឲ្យស៊ីបាយទៅអីអត់បាយភាសាទៀតធ្វើបាបយកមកថារឿងហ្នឹងវារឿងវា critical ណាវាតិះទៀនអារឿងដែលយើងចេះតែយកកូនគេទៅបង្ហើអញ្ចឹងដល់តែយប់ហ្នឹងគាត់និយាយជាមួយប្រពន្ធគាត់ទៀតគាត់ថាស្អែកអញចូលក្នុងក្រុងមួយបាវមួយហើយបាវខាងទៀតដាក់អង្គអញ្ចឹងទៅហើយឯងប្រាប់វាទៅថាឲ្យវារែកអាហ្នឹងយកទៅឲ្យអញនៅលើភ្នំស្អែកឡើងនេះទៅជួបម៉ែក្មេងគេបរហាញអាសង្ហេកហ្នឹងណាឯងនៅចាំពីភ្នំទៅលើឯងអង្គហ្នឹងទៅឲ្យឯងផងថាបាទម៉ែគេដឹងហើយគេស្ដាប់ពីល្ងាចដឹងហើយហ្នឹងហើយគេរែកទៅដល់ស្ពានមួយគេដាក់រែកហ្នឹងចុះហើយគេយកឈើធំមួយបុកទៅស្ពានណាគប់ធ្វើដូចដានជើងតម្រៃដើរអញ្ចឹងគប់ទៅដល់ចិត្តអាបាវឲ្យក្មេងហ្នឹងវាដាក់នឹងភ័ព្វមាត់ស្ពានណាមាត់អានេះកែមស្ពានណាដាក់កែមស្ពានហ្នឹងដល់គប់ទៅវាស្រែកវាធ្វើសលេងវាវោអានោះគឺយកបាវវាមកដាក់ផ្លូវតម្រៃអញវាឲ្យជន់ខ្ទេចអស់លើហើយក្មេងលឺអាខ្លាចតម្រៃនឹងជន់ក៏មានអីរើទៅធ្លាក់ភ្លុងទៅក្នុងទឹកនឹងឆ្លក់ទឹកចិត្តងាប់ហាក់ក៏ភាសាមកឃើញបាវកើក៏ចុះទៅស្រង់ទៅហើយចិត្តងាប់អូយឲ្យឯងបើអញ្ចឹងប្រាប់ខ្ញុំកុំអីតម្រៃជន់ងាប់មិននេះខ្ញុំចេះចុះជួយតន់ណាអ្វីឲ្យឯងដាច់ខ្យល់ក្នុងហ្នឹងហើយបាទថារឿងហ្នឹងយើងចេះតែអានលេងទៅសើចទៅរឿងមានដូចជាមានតទៅទៀតតែខ្ញុំភ្លេចហើយខ្ញុំអានយូរពេកទៅវាភ្លេចអត់ទេណា Quelque temps après, la femme se rendait à la rivière pour faire les emplettes. Car une zone bazar chinois venait... Et elle dit, maisរឿងនោះទេនេះរឿងនេះរឿងនេះទេហ្នឹងហើយបងតាមប៉ុណ្ណឹងទៅon arrive à c'est des mères nous n'avons pas point de fortune le chien ne vaut rien នេះឆ្កែហ្នឹងហើយfaire passer un éléphant et jeter ma charge dans l'eau គេនិយាយតែអាណាយកស្អីមកដាក់ទៅផ្លូវអញហ្នឹងឯងជន់ដល់ហើយComme il retrait la charge de l'eau, il vit long des
panier secoué par le tremblement de son beau-père cái do bài trong máu chả mà khơi nó nghe nhòa nhẹ nó ô les poissons sont déjà rentrés rồi ta ô trai cho cháo đó là cái bài đó cả bật với sao có mấy việc រឿងហេងសួរហ្នឹងរឿងហេងសួរហ្នឹងអូខេរឿងបញ្ចប់តែប៉ុណ្្នឹងចឹងណាបើអ្នកនិពន្ធអស់ហ្នឹងមិនដែលដាក់ឈ្មោះទេព្រោះជារឿងដែល critique សង្គមដូចជារឿងធនជ័យរឿងអីហ្នឹងអត់ដែលដាក់ឈ្មោះទេរឿងក្មេងរឿងកូនភាសារឿងអាឡេវរឿងអីហ្នឹងគឺថាសិតតែរឿងទេសទានសង្គមឯងអត់មានដាក់ឈ្មោះទេហ្នឹងហើយយ៉ាមាននៅណាក៏មានកាតូនកាត់អីហ្នឹងណាដូច្នេះខ្ញុំគាត់ចង់លើកឡើងថាលោក GH Monod ហ្នឹងឈ្មោះគាត់ Guillaume Henry Monod គាត់មករស់នៅស្រុកខ្មែរច្រើនឆ្នាំណាហើយគាត់ចេះខ្មែរប្រកាសរឿងមួយដែលខ្ញុំចាប់អារម្មណ៍ជាងគេគឺរឿងដែលគាត់សរសេរនៅក្នុងសភៅនេះចាំមើលខ្ញុំរកមើលថារឿងហ្នឹងរឿងល្អរឿងហ្នឹងរឿងល្អចាំមើលខ្ញុំរកមើលGH Monod អានេះសភៅនេះគេកំណត់ហេតុរបស់បារាំងដែលមិននៅស្រុកខ្មែរណាម្នាក់ឃើញអីក៏គាត់ទុកបន្តិចទៅម្នាក់ឃើញអីក៏គាត់តិចទៅGH Monod នេះ GH Monod នៅទំព័រទីប្រហែលនេះនៅឆ្នាំ1931ហ្នឹងគាត់បានកត់ត្រារឿងមួយគឺរឿងការដាក់ឈ្មោះឲ្យកូនដាក់ឈ្មោះឲ្យកូនណាពីដើមខ្មែរយើងមានរបៀបដាក់ឈ្មោះឲ្យកូនណាមិនមែនចេះតែដាក់ឡាទេនេះគេថា la naissance អាហ្នឹងគឺ GH Monod ដែរឆ្នាំ1000 Le Cambodgien 1931 GH Monod 1931គាត់ចេះខ្មែរហើយគាត់និយាយអំពីការដាក់ឈ្មោះឲ្យកូនគឺថាកូនរបស់អានទឹកអ៊ុំហើយនឹងនាងអានទឹកគឹមចៅគឹមហើយនឹងនាងអ៊ុំហ្នឹងកើតបាន3ថ្ងៃហើយកើតបាន3ថ្ងៃ c'est le moment présent pour donner un nom au nouveau-né គឺថា3ថ្ងៃក្រោយកូនចៅគឹមហើយនឹងនាងអ៊ុំនឹងកើតមកគឺជាឱកាសមួយដែលគេត្រូវតែរកឈ្មោះដាក់ឲ្យកូនហ្នឹងដាក់ឈ្មោះឲ្យកូនហ្នឹង Chakim, aidé par les parents de Niang sa femme et par les voisines, prépare les offrandes rituelles, bouteilles d'alcool de riz. Là, cái thà Chakim hay nâng phục khmei ấy nâng cái thà màu riệp trong mùi nè chít khang nâng riệp trong offrandes phải báo thá tùm nấp vậy đó tùm nấp rồi còn xây đại xem đẹp thoại từ tiệm đà thế đó mà giờ đồng vai voilà offrong đồng vai ritual là miền sra mà đóp sra số on panier de riz sra mà ấy une poule cuite người ta moan ngào muối lôi mà riel hay nâng thuộc pram đám tiền pram đám thuộc pram tiền pram á đó từពេលដែលគេធ្វើពិធីហ្នឹងនាងអ៊ុំហ្នឹងបានទៅបើកទ្វារទទួលអាគូសើគឺយីមកក្នុងផ្ទះហ្នឹងមកហើយចាគីមហ្នឹងដុតទៀនដុតធូបទៀន5ធូប5ហ្នឹងដាក់នៅលើposé en rond sur un plateau de cuivre ដាក់នៅលើជើងពៀនស្ពាន់មួយហើយ il enflamme les signes bâtonnets d'encens គឺថាគាត់ដុតធូបទាំង5ហ្នឹងដុតទៀនទាំង5ហើយគាត់លើកជើងពៀនហ្នឹងថ្វាយគុំles 4 pont cardinaux គឺថាថ្វាយគុំចំពោះថ្វាយគុំទិសទាំង4ហ្នឹងសូមឲ្យទេវតាជួយប្រទានឈ្មោះឲ្យកូនរបស់គាត់កូនដែលទៅកើតហ្នឹងណាហើយជួយថែរក្សាកូនទីរក់របស់គាត់ហ្នឹងផងហើយគាត់យកសម្លៃដែលមានចលក់យើងថាដូចទឹកភ្លោះអញ្ចឹងណាមួយដុំអញ្ចឹងមកដែលគេដាក់ក្នុងដបទុកហ្នឹងហើយគាត់ហៅឈ្មោះមួយដូចថាឈ្មោះសវុតហើយនិយាយមកហ្នឹងគាត់យកអាសលៃដែលចលក់ទឹកហ្នឹងគប់ទៅនឹងជាងបើសលៃហ្នឹងវាជាប់ទៅជាងអាហ្នឹងគេដាក់ឈ្មោះទីរក់ហ្នឹងសវុតគេយកឈ្មោះហ្នឹងគេថាឈ្មោះហ្នឹងជាឈ្មោះទេវតាប្រទានឲ្យបើសលៃហ្នឹងវា
គប់ទៅហើយធ្លាក់មកដីវិញអត់ជាប់នឹងជាងហ្នឹងទេអាហ្នឹងត្រូវហៅឈ្មោះថ្មីទៀតឈ្មោះអីដូចថាសំណាងអីចឹងណាសំណាងទៅគប់សលេងហ្នឹងទៅទៀតបើជាប់អាហ្នឹងទីរួចហ្នឹងគេយកឈ្មោះសំណាងហើយពីដើមខ្មែរយើងមានទំនៀមទម្លាប់ល្អណាស់ឃើញទេមិនមែនចេះតែដាក់ទេអាសុកអីយកទៅរហូតដល់សលេងហ្នឹងជាប់ទៅអញ្ចឹងហ្នឹងចុងក្រោយគេគឺគេយកឈ្មោះហ្នឹងដាក់ហើយគេជាឈ្មោះដែលទេវតាប្រទានឲ្យទៅរួចហ្នឹងឯងយល់ Plus non on était essayé sans succès គេថាឈ្មោះច្រើនណាស់ដែលគេសាកល្បងហើយវាអត់ជាប់សលេងទៅអញ្ចឹង enfin quand le père annonce le vie de mat ចុងក្រោយគេដែលឪពុកហ្នឹងស្រែកឈ្មោះថាម៉ាត់អាសលេងហ្នឹងវាលែងធ្លាក់ដល់អញ្ចឹងគេអនុម័តយកណែប៉ារឺតំបេle Tevada on décide qu'ainsi appeler le fils de Kim គឺថាទេវតាអនុម័តថាយកឈ្មោះម៉ាត់ហ្នឹងដាក់ឲ្យដាក់ឈ្មោះឲ្យកូនគាត់ហើយបន្តមកគេក៏នាងគីមហ្នឹងក៏នាងអ៊ុំហ្នឹងក៏ទៅសាពះសុំខមាទោសយីមកហ្នឹងដែលបានប្រឡាក់ប្រឡោសឈាមអីពេលសម្រាលអីហ្នឹងទៅហើយគេក៏ប្រមូលគ្នាជូនតំណឹបគេតំណឹបហ្នឹងណាដែលមានស្រូវមានអីមាញ់ហ្នឹងលុយអីហ្នឹងយកទៅផ្ទះយីមកទៅចេះរឿងហ្នឹងវាសំខាន់ហើយយើងគិតថាអូមិនធម្មតាទំនៀមទម្លាប់ហ្នឹងបើយើងរក្សាទុកទៅវាអត់មានខាតអីទេបើឥឡូវយើងមានយីមកណាទៀតណាខ្ញុំធ្លាប់ជួបយីមកនៅប្រាសាទតាព្រំទលេបាទីណាខ្ញុំសួរគាត់គាត់និយាយឲ្យស្ដាប់ព្រោះណាយីមកចាស់មួយហ្នឹងដូច្នេះរឿង GX Monod ហ្នឹងគាត់ទៅសេច្រើនណាខ្ញុំមានសភៅមួយទៀតឈ្មោះ GX Monod ដែរគេដាក់លេកុងខ្មែរណា GX Monod ដែរលេកុងខ្មែរណាមានរឿងកាកៃរឿងថ្មិញជ័យរឿងកាកៃរឿងច្រើនណាស់ដែរសត្រាកាកៃកាកៃស្អាតដែរបើដែរម៉ែថ្លែងអាដែរកាកៃហ្នឹងអាកន្ធនវាប្រត់យកទៅលេខអុកជាមួយស្ដេចព្រហ្មទត្តហ្នឹងចម្រិតយកទៅហើយយកត្រឡប់មកវិញយកមកឲ្យព្រហ្មទត្តវិញព្រហ្មទត្តខឹងក៏យកទៅបដែតពងពាយចោលទៅហើយមុននឹងបដែតពងពាយហ្នឹងខ្ញុំនៅចាំព្រហ្មទត្តគាត់ថាអញជាចងខ្សាត់អីសីរារត់លើដៃនគរាខ្វះអ្វីខ្មោចស្រីចំណៃរាគាស្រីអញមានជារាប់រយសែនសល់អយុធធម៌ដែរគ្នាមានសហាយតែមួយសោះហើយមិនមែនសហាយទេអាកធនវាឆក់យកទៅហ្នឹងហើយយកគ្នាទៅស្លាប់ហើយចុះខ្លួនឯងអញជាចងខ្សាត់អីសីរារត់លើដៃនគរាខ្វះអ្វីខ្មោចស្រីចំណៃរាគាស្រីអញមានជារាប់រយសែនសល់រាប់រយហើយសល់ទៀតខ្លួនឯងស្រីរាប់រយសែនសល់តែគ្នាមានតែមួយយកគ្នាទៅបដែតពងពាយចោលឲ្យឆ្លាមឲ្យកពើស៊ីទៅដូចជាវាអយុត្តិធម៌ណាប្រុសហើយស្រីទៅអយុត្តិធម៌លួងនរោត្តមលោកមានប្រពន្ធ360លួងមូនីវងមាន plus de 30 femmes ហើយលួងស៊ីសវត្តអង្គណារីវប៉ាកុំទេអីយ៉ាក់ត្មងលើណោមលើសាហ្វាមសិឡុងសុងលីបៀទីណាគឺថាគេមិនអាចរាប់ប្រពន្ធគាត់ឲ្យចំនួនប្រពន្ធហ្នឹងឲ្យច្បាស់លាស់បានទេតាមលក្ខណៈលីបៀទីណាលេខលហាជើងស្អីញីណាគេមិនអាចរាប់បានទេដូច្នេះវាអយុត្តិធម៌ស្រីប្រុសវាអយុត្តិធម៌ gender មិនអញ្ចឹងហើយបងរឿងហេសួនហ្នឹងខ្ញុំនឹកឃើញអីអាយដាមស្អីនោះអាយដាមសាស្ត្រាចារ្យបណ្ឌិតដាំឆារីអីគេនោះណាអាហ្នឹងមិនគេចាប់ដាក់គុកម្ដង3ឡើងឆងងាប់ទេទីបំផុតទៅវាទៅនិយាយចឹងទៅដូច្នេះរឿងលខោនរបស់គេហ្នឹងតើតែយើងតាមដានឲ្យចិត្តដិតណាហ្នឹងហើយជួនកាលវាអាចជាពីលស៊ីពីលចឹងទៅព្រោះស្រីតោប្រទេសគេថាពីលប្រៀបដូចខ្ជុងចឹងពេលត្រជាក់វាប្រឡាក់ដៃដល់ពេលដែលក្តៅវាលាកដៃណាចឹងបាននៅក្នុងមង្គលសូត្រ38ប្រការហ្នឹងព្រះលោកថាអសេវនាចៈពីលាណាំងការមិនសែបគូពីលវាជាមង្គលដល់ដំណាបណ្ឌិតតានញ្ចៈសេវនាការសែបគូបណ្ឌិតហ្នឹងជាមង្គលពីលវាអំពរដោយពស្ដាយ៉ាងណាល្អយ៉ាងណាតែមានរិស័យរុងរឿងក្នុងទីប្រជុំជន
đờ rạp ná chun pil nó mình toàn hà như vậy vậy đi xây nói ta rong rương để xây tàu thì thả đấy thì ta pil ông po đôi post đa là dạng ná thì ta pil á slip bẹn dạng ná sẽ đâm pích đâm bông trắng tay nằm đi xây rong rương là tìm chum chun á để thà cái mưa máu khơi nhố xả ra rong rương á hay đờ rạp ná chun pil nó mình toàn pol thì giấy đi xây nói ta rong rương sao đó là pol giấy đó bạn đăng thả ốp pil mền liệt bè là giang naนี่là cá thay hoặc liên đôi khi ông có đôi sai đây sai đứng đó tại chậm đi xây rong rương à cái mưa màu khơi dỗ xa đó mà tại đâu pil hai vậy á bạn đâm thập pil ở đây tao thế đó thì vậy ok mà mong là mong trăm ngày nay là tết nhom tên này tết được xin nhom mà chạy lung lay rương rương sập hơi bỏ G8 monot G8 monotហ្នឹងខ្ញុំរកឈ្មោះគាត់ទៅឃើញថាគាត់ឈ្មោះ Guillaume Henri Monod គាត់ទៅសេតា G8 monot ទេចាគេដល់ចាខ្ញុំខំរកទៅបានឈ្មោះគាត់ពេញមែនតើឈ្មោះ Guillaume Henri Monod ដូច្នេះខ្ញុំគ្រាន់តែលើកយករឿងមួយដែលម្សិលមិញខ្ញុំនិយាយរឿងកំណើតអង្គរពីស្នូកាកូនតាលឹមសេងហ្នឹងណាគេចិនវាទៅសេបង្អាប់យើងសម្បៅណាសាងកោវត្តយើងក្រោលគោប្អិនក្រោលគោអីហ្នឹងនៅក្នុងសភៅហ្នឹងដែរដូច្នេះលោកស៊ីអីមនុษย์គាត់យករឿងប្រមាណហ្នឹងយកមកទៅសេហ្នឹងគឺសិតតែមានន័យរបស់គាត់ដែរថ្ងៃនេះខ្ញុំនិយាយរឿងឪក្មេងឬក៏ភាសាដែលតេះទៀនចំពោះទំនៀមទម្លាប់មួយដែលឲ្យកូនកន្លោះទៅបម្រើម្ដាយក្មេង2ឆ្នាំហ្នឹងហើយឆ្នេះបញ្ចប់ទៅប៉ុណ្្នឹងចោះទឹកក្រោយខ្ញុំនិយាយរឿងស្អីផ្សេងទៀតបើសិនជាខ្ញុំនៅរស់ងំហ្នឹងចប់ប្រហែលយើងមានមរណានុសតិណារំលឹកពីសេចក្តីស្លាប់ហ្នឹងរឿយទៅថាយើងនឹងស្លាប់ហ្នឹងដើម្បីបញ្ញាប់ធ្វើអំពើជាកុសលកុំមើលងាយថាអញអាយុ90 100ឯពូជអញអាយុវែងឯអត់ទេណូគេស្លាប់ជាធត់ទៀងគ្រាន់តែយើងមិនដឹងថាពេលណាកន្លែងណាវិធីណាទេរឿងងាប់ហ្នឹងគឺថាទៀងហ្មងកុំតែអួតថាអញពូជអញអាយុវែងអីណា90 100អីនោះហេសិតហ្នឹងហេសិតដែលគេចាប់គេធ្វើ deportation ពីរុស្ស៊ីមកហ្នឹងណាហ្នឹងហើយខ្ញុំនិយាយច្រឡំនេះហ្នឹងឯណាហ្នឹងហើយ deportation ប្រែមកថាបច្ចុប្បន្នព្រោះប្រទេសទាំងអស់ហ្នឹងវាមានចុះហត្ថលេខាធ្វើបច្ចុប្បន្នជនជាប់ចោតជនមានទោសអីចឹងណាប៉ុន្តែហេងពៅមួយគេអត់ចាំបាច់មាន deportation ទេណាអត់មានចាំបាច់មានបច្ចុប្បន្នទេគឺយកបាល់ហោះទៅចាប់ហើយយកវាម៉ាឡេស៊ីមកអត់ចាំបាច់មានអីធម្មតាយើងចូលប្រទេសគេអញ្ចឹងបើយើងធ្វើខុសធ្វើអីចឹងតឡាការគេកាត់ទោសគេអីចឹងណាអង្គតែពលអង្គអីគេធ្វើបច្ចុប្បន្នមកនេះអត់ទេគឺយកបាល់ហោះទៅចាប់យកមកមកឥឡូវហេងពៅដូច្នេះពីលគឺថាបាទនិយាយបើចង់ដឹងច្បាស់អានសភៅមួយរបស់George Orwell ឈ្មោះ Animal Farm George Orwell គាត់ទៅសេសភៅហ្នឹងគេបកប្រែរាប់រយភាសាហើយខ្មែរយើងក៏បកដែរលោកប៉ាន់សិទ្ធិគាត់បកសម័យសាធារណរដ្ឋហ្នឹងដាក់ឈ្មោះថាកាលនោះបដិវត្តមួយហើយយើងរកសភៅហ្នឹងមកអានទៅខ្ញុំដូចជាមានដែរប៉ុន្តែខ្ញុំមានជាអង់គ្លេសនៅណាទេខ្ញុំដាក់នៅណាទេ Animal Farm ហ្នឹងហើយសភៅហ្នឹងល្អនេះខ្ញុំមានជាខ្មែរគេផ្ញើមកឲ្យខ្ញុំសភៅនេះទិញរកមើលទិញអានទៅតែខ្ញុំអានជាភាសាអង់គ្លេសទេល្អជាងបកប្រែព្រោះលោកប៉ាន់សិទ្ធិគាត់ប្រែសម្រួលឲ្យខ្មែរយើងសនុកយល់ដាក់ឈ្មោះជាខ្មែរអញ្ចឹងទៅអីចឹងទៅខ្ញុំមិនដែលអានទេអានតែមួយស្លឹកពីរស្លឹកទេខ្ញុំអានវាជាភាសាអង់គ្លេស Animal Farm រឿងខ្ញុំអានតាំងពីខ្ញុំនៅរៀនម្លេះហើយខ្ញុំទុកនៅតាណាទេនៅក្រោមហើយរឿងនេះហើយដែលខ្ញុំមិនចង់ធ្វើធំអីកាលនៅបកប្រែឲ្យអស់លោកធំធ្វើការឲ្យអស់លោកធំ4-10ឆ្នាំហ្នឹងខ្ញុំចង់ធ្វើធំហ្នឹងដោយសារខ្ញុំអានរឿង Animal Farm ហ្នឹងឯង
ហ្នឹងតាជួមជួនគេយកទៅប្រឡត់ស្បែកដូចអាសេះបាក់សើអញ្ចឹងសេះបាក់សើគេយកទៅប្រឡត់ស្បែកអូខេបងគុំលាគុណចាស់គ្រប់ព្រះអង្គជំរាបលាបងប្អូនទាំងអស់គ្នាសុំទោសបើនិយាយទៅវាមានក្រូតក្រៀតកន្លែងណាខ្លះអីសុំបៃទោសអធិស្ឋានតែតាថែទាំសុខភាពអរគុណ